Và videoនេះខ្ញុំមកបង្ហាញអំពីការប្រើប្រាស់ Ruben X Lookup ដើម្បីស្វែងរកឈ្មោះបាទដូចមាននៅក្នុងវីដេអូនេះបាទដូច្នេះយើងគ្រាន់តែវាយអក្សរកាត់មកគឺវាចេញឈ្មោះទៅតាមប្រភេទអក្សរបែបនេះហើយនឹងទឹកប្រាក់ឥឡូវយើងចាប់ផ្ដើមមកឥឡូវខ្ញុំសូមលុបទិន្នន័យចាស់សិនយើងប្រើប្រាស់ Ruben វាយមកសញ្ញាស្មើ X Lookup បន្ទាប់មកយើងដាក់សញ្ញាថ្មីកណ្ដុរបាទនៅក្នុងថ្មីកណ្ដុរហ្នឹងគឺយើងប្រើសញ្ញាផ្កាយបាទហើយ n យើង select ជួរដែលយើង search ស្វែងរកនេះមកបន្ទាប់មក n មួយទៀតបាទ comma បាទប្រើ comma មកយើង select ឈ្មោះអតិថិជនកន្លែងនេះយើង comma រួច select មួយទៀតបាន2ដងបាទកន្លែងនេះហើយយើងដាក់លក្ខខណ្ឌ comma ដាក់លក្ខខណ្ឌសរសេរថារកមិនឃើញក្នុងករណីបើសិនជាស្រេចរកឈ្មោះមិនឃើញគឺយើងចាញ់រកមិនឃើញបន្ទាប់មកវាយលេខ2បិទកញ្ចក់មក enter ដូច្នេះបញ្ចេញឈ្មោះតនេខាងលើគឺជួរទី1ឈ្មោះបន្ថែមយើងមកបញ្ចូលរូបមន្តកន្លែងនេះមួយទៀតបាទ X Lookup បាទបើវងកញ្ចក់កន្លែងនេះគឺយើង select ជួរឈ្មោះហើយនឹង select colon ថវិកាមកគឺដាក់សញ្ញាក្នុងសញ្ញាបង្កញ្ចក់នេះយើងដាក់ថែមពាក្យខ្មែរថារកមិនឃើញផងដើម្បីនៅពេលដែលវាអត់មានរកមិនឃើញគឺវាចេញពាក្យរកមិនឃើញដូច្នេះនេះគឺយើងបានរូបមន្តបែបនេះមកឥឡូវគាត់យើងសេអក្សរកាត់មកវាចេញឈ្មោះបាទអក្សរកាត់ដែលមាននៅក្នុងឈ្មោះនោះមួយគឺវាចេញដើម្បីស្វែងរកដូច្នេះវាងាយស្រួលក្នុងការស្វែងរកយើងផ្លាស់ប្ដូរអក្សរមកដើម្បីស្វែងរកផ្សេងទៀតបាទសូមអរគុណ